ប្រភេទមីនុយមានច្រើនមែនតើមីនុយខ្លះគេហៅថាអាហារសម្រន់មីនុយខ្លះទៀតគេហៅថាគ្រឿងក្លែមសម្រាប់បងប្អូនអ្នកដែលគាត់ជុំគ្នាញ៉ាំឡាប់យេឬក៏អីចឹងទៅចោលអត់បានទេរឿងគ្រឿងក្លែមហ្នឹងម្ហូបខ្លះអត់ត្រូវមួយគ្រឿងផឹកទេចាអញ្ចឹងយើងបែងចែកឲ្យដាច់កន្លែងហ្នឹងអញ្ចឹងសម្រាប់វគ្គគ្រឿងក្លែមនេះបងប្អូនខ្ញុំដកវគ្គភ្លាសាច់គោមួយឲ្យអ្នកទាំងអស់គ្នាមើលថាតម្រងវគ្គភ្លាសាច់គោហ្នឹងគេធ្វើរបៀបម៉េចចឹងទៅប៉ុន្តែគាត់ថាតម្រងនៃរសជាតិផុសវាហ្មងកម្រិតរូបមន្តហ្មងវាមាននៅក្នុងមេរៀនរបស់ខ្ញុំទទួលស្គាល់ថាមីនុយនេះមើលចេញមកមានភាពងាយស្រួលប៉ុន្តែភាពងាយស្រួលនៃក្នុងការអនុវត្តទេប៉ុន្តែតម្រងរសជាតិថាតើដាក់កម្រិតប៉ុណ្ណាគឺបងប្អូនគឺអត់បានដឹងទេហេតុផលហ្នឹងហើយដែលខ្ញុំចេញមកលក់ចំណេះដឹងរបស់ខ្ញុំសូមប្រើពាក្យថាលក់ចំណេះដឹងរបស់ខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាអាចចូលរៀនបានដោយវគ្គគ្រឿងក្លែមហ្នឹងអញ្ចឹងគឺជាអាល់ប៊ុមថ្មីរបស់ខ្ញុំហ្មងមានចំនួនរហូតដល់26មុខតម្លៃពេញរបស់វា$680បញ្ចុះនៅសល់ត្រឹមតែ$350ធូរថ្លៃបងប្អូនបាននៅកម្រិតរូបមន្តមួយដែលឆ្ងាញ់តាមអ្វីដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នា